គិតថាកន្លែងនេះវាគួរតែមានអីមួយទៀតវាកុំឲ្យវាលពេកអញ្ចឹងណាឥឡូវខ្ញុំសាកទិញភ្លើងយកមកដាក់ខ្ញុំបានទិញភ្លើងយកមកដាក់ឲ្យអ្នកគ្នាដល់ពេលខ្ញុំយកមកដាក់ទៅខ្ញុំគិតថាវីដេអូរបស់ខ្ញុំវាមើលទៅគ្រាន់ល្អមើលជាងមុនអញ្ចឹងណាឥឡូវខ្ញុំឃើញកន្លែងខាងលើ monitor របស់ខ្ញុំនេះវាយ៉ាងទលាយដែរហើយខ្ញុំអត់ទាន់មានសម្ភារៈអីដែលត្រូវដាក់ឡើងនឹងទេអញ្ចឹងខ្ញុំសាកបើកភ្លើងនៅកន្លែងហ្នឹងវិញមើលចឹងសម្រាប់អ្នកគ្នាវិញតើអ្នកគ្នាគិតយ៉ាងម៉េចដែរទៅនឹងការ set up មួយនេះបាទជំរាបសួរអ្នកគ្នាខ្ញុំបាទអំណានវិលមកកាន់ជាមួយនឹងវីដេអូរបស់ខ្ញុំថ្មីទៀតហើយថ្ងៃនេះគឺផ្លាយជាងរាល់ដងថ្ងៃនេះគឺខ្ញុំ challenge ខ្លួនឯងតាក់ទងទៅនឹងការ set up ភ្លើងដូចអ្នកគ្នាឃើញគឺខ្ញុំមានភ្លើងតែ3ទេគឺខាងមុខគឺK-light ហើយខាងក្រោយគឺជាប្រភេទភ្លើងតាំងនៅក្នុងផ្ទះខ្ញុំដាក់ពីក្រោយរបស់ខ្ញុំធ្វើជា backlight ហើយខាងនោះនៅជាប់ចាំងបន្តិចហ្នឹងធ្វើជា background light បន្តិចនៅលើកុំព្យូទ័ររបស់ខ្ញុំកុំឲ្យវាល្ងឹតខ្លាំងដោយសារតែវាអត់មានភ្លើងចូលទៅដល់អញ្ចឹងអ្នកគ្នាអាចមើលការ set up មួយនេះបានហើយអ្នកគ្នាអាចធ្វើវាតាមខ្ញុំបានឬក៏អ្នកគ្នាអាចយកសម្ភារៈអ្នកគ្នាដែលមានអាចសាកល្បងបានដើម្បីកាត់បន្ថយការចំណាយរបស់យើងបានព្រោះថាតើតើនឹង set up ទាំងអស់នេះគឺខ្ញុំអត់បានធ្វើការរៀបចំអីឲ្យស្អាតឬក៏យើងមានសម្ភារៈគ្រប់ដើម្បីធ្វើវាទេអានេះសុទ្ធតែការរៀបចំម្ដងយើងឃើញចំណុចខ្វះខាតម្ដងយើងត្រូវបន្ថែមម្ដងអញ្ចឹងហើយវាអាចថាជាបទពិសោធន៍មួយដែរសម្រាប់អ្នកគ្នាដែលចង់រៀប studio ឬក៏រៀបកន្លែងថតខ្លួនឯងជាក់ស្ដែងតាមពិតទៅគឺអត់មាននរណាម្នាក់ដែលដឹងថាកន្លែងអ្នកគ្នាត្រូវតែរៀបភ្លើងប៉ុណ្ណាទេគឺអត់មានអ្នកណាដែលដឹងថាទៅតែរៀបភ្លើងហ្នឹងគឺត្រូវ 100% ទេអញ្ចឹងគឺអាស្រ័យទៅលើទីតាំងរបស់អ្នកគ្នាឬក៏កន្លែងអ្នកគ្នាជាក់ស្ដែងដែរអញ្ចឹងការចំណាយទៅលើភ្លើងក៏វាអាស្រ័យទៅលើអ្នកគ្នាដែរបើសិនអ្នកគ្នាទៅការបែបflat ចឹងអ្នកគ្នាទៅចំណាយភ្លើងច្រើនតែបើអ្នកគ្នាទៅការបែបដូចខ្ញុំគឺចំណាយភ្លើងតិចមែនតែនហើយអត់សូវចាយលុយទៅលើភ្លើងច្រើនទេអញ្ចឹងទាំងអស់នេះសុទ្ធតែជាការរៀបចំនិងការស្រឡាញ់របស់ខ្ញុំផ្ទាល់អញ្ចឹងដោយអ្នកគ្នាឃើញខ្ញុំប្រើភ្លើងតែ3ទេអ្នកគ្នាអញ្ចឹងនៅខាងមុខខ្ញុំនេះវាជាប្រភេទភ្លើងខ្ញុំប្រើសបកអានេះវាជា main light របស់ខ្ញុំហើយខ្ញុំជំនួសអានេះមកជា key light អញ្ចឹងខាងក្រោយនោះខ្ញុំវាយភ្លើងបញ្ចូលបន្តិចចឹងណាដោយសារតែខ្ញុំរៀបនិយាយទៅវាអាចថាជា challenge មួយដែរខ្ញុំអត់ប្រើប្រាស់ទៅប្រភេទភ្លើងធំៗឬក៏ខ្ញុំអត់ចាំបាច់ទៅវាយវាឲ្យសពស្មើទេខ្ញុំប្រើតែ key light មួយ backlight មួយហើយនឹងភ្លើងខាងក្រោយនោះមួយអញ្ចឹងអ្នកគ្នាមើលទៅវាអាចថាបើសម្រាប់ខ្ញុំគិតថាប៉ុណ្ណឹងគឺខ្ញុំអូខេគឺវាល្អសម្រាប់ខ្ញុំតែបើសម្រាប់អ្នកគ្នាស្រឡាញ់ផ្សេងទៀតអ្នកគ្នាអាចវាយតាមរបៀបដែលអ្នកគ្នារៀបទៀតចឹងទៅហើយសូមជម្រាបដែរទៅក្នុងការរៀបចំរបស់ខ្ញុំនេះគឺខ្ញុំប្រើភ្លើងតែ3ទេនៅក្នុងការប្រើភ្លើងតែ3នេះគឺខ្ញុំចង់ challenge ខ្លួនឯងដែរថានៅពេលដែលខ្ញុំវាយភ្លើង3ហើយខ្ញុំមានភ្លើងសំខាន់តែមួយអញ្ចឹង quality video របស់ខ្ញុំនឹងវាបែបមិនចឹងណាអ្នកគ្នាតែឥឡូវវាបានចេញជា result ហើយវាមើលទៅវាគួរសមដែរអ្នកគ្នាអញ្ចឹងសម្រាប់អ្នកគ្នាចង់ថតវីដេអូនៅក្នុងបន្ទប់រៀបចំដូចខ្ញុំចេះអ្នកគ្នាមិនបាច់ចាំចំណាយអីច្រើនទេអ្នកគ្នាយើងអាចរកប្រភេទភ្លើងចេះមួយទៅឬក៏យើងមានប្រភេទភ្លើងផ្សេងមួយឲ្យទៅជួយទៅលើវីដេអូរបស់អ្នកគ្នា background អ្នកគ្នាដាក់ទៅព្រោះថាជាការស្រឡាញ់របស់យើងដែរចឹងណាយើងទៅមើលដែរហើយបន្ទាប់មកកន្លែងរៀបចំផ្សេងអ្នកគ្នាអាចរៀបចំតាមនឹងអញ្ចឹងវីដេអូមួយនេះគឺខ្ញុំគាត់តែចង់ចែករំលែកទាក់ទងទៅនឹងexperience មួយនេះដែរគឺខ្ញុំ challenge មួយខ្លួនឯងដែរថាបើសិនជាខ្ញុំអត់ភ្លើងច្រើនខ្ញុំមានតែភ្លើងសំខាន់មួយហើយនិងភ្លើងតូចៗ2ចេះតើវាអាចជួយអីបានអត់អញ្ចឹងខ្ញុំគិតថាប៉ុណ្ណេះគឺវាអាចជួយខ្ញុំបានហើយបើសិនជាខ្ញុំគិតថាmood ផ្សេងដែលខ្ញុំគិតថាទៅការកែប្រែទៀតខ្ញុំនឹងប្រាប់អ្នកគ្នាទៀតថាការរៀបចំរបស់ខ្ញុំបែបម៉េចអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានប៉ុណ្ណឹងទេអ្នកគ្នា
សម្រាប់ការចែករំលែកនេះហើយបើសិនអ្នកគ្នាមានចម្ងល់បន្ថែមអាច comment បានខ្ញុំនឹងចែករំលែកទៅតាមបទពិសោធន៍ដែលខ្ញុំបានឆ្លងកាត់ហើយក៏អរគុណជួបគ្នានៅវីដេអូក្រោយបាយ